តោះបងប្អូនងាកមកមើលជាមួយនឹងវីដេអូដែលកំពុងតែធ្វើការលាយខ្សាច់ជាមួយនឹងស៊ីម៉ង់ដើម្បីផលិតជាឥដ្ឋណាបងប្អូនបាទសម្រាប់បងប្អូនដែលមានតម្រូវការជាមួយនឹងពុម្ពបាទជាមួយនឹងពុម្ពដែលអាចផលិតឥដ្ឋបានបាទម្ដងបាន2ដុំបាទ4ដុំ5ដុំណាបាទហើយសម្រាប់វីដេអូនេះគឺកំពុងតែធ្វើការតេស្តជាមួយនឹងຂະຫນាត5ដុំណាបងប្អូនបាទប្រើប្រាស់ជាមួយនឹងខ្សាច់បាទដោយសារតែអត់មានថ្មផេះគឺយើងអាចវាយជាមួយនឹងខ្សាច់បានណាបងប្អូនបាទជាមួយនឹងខ្សាច់បានបាទសម្រាប់ផលិតឥដ្ឋបាទហើយសម្រាប់បងប្អូនដែលចង់បានຂະຫນាតពុម្ពបាទផលិតឥដ្ឋຂະຫນាត8x8 38អីបងប្អូនអាចកំងបាន25ខែត្រក្រុងណាបាទហើយសម្រាប់ຂະຫນាតនេះគឺយើងប្រើប្រាស់ជាមួយនឹងភ្លើង20អាំពែបងប្អូនបាទហើយមួយវិញទៀតបងប្អូនដែលអត់ចង់ប្រើប្រាស់ជាមួយនឹងភ្លើងបងប្អូនអាចប្រើប្រាស់ជាមួយនឹងຂະຫນាតពុម្ពចេញម្ដង2ដុំណាបងប្អូនបាទមានខាងក្នុងជ្រុងជាមួយនឹងខាងក្នុងមូលណាបងប្អូនខាងក្នុងជ្រុងខាងក្នុងមូលបាទសម្រាប់បងប្អូនដែលមានតម្រូវការចង់ផលិតឥដ្ឋលក់ឬក៏បងប្អូនចង់ផលិតឥដ្ឋរៀបរបងរៀបបន្ទប់ទឹករៀបជាប្រទេសជួលអីគឺបងប្អូនអាចកំងជាមួយនឹងពុម្ពនឹងបានបាទគ្រប់25ខេត្តក្រុងតែម្ដងបាទសម្រាប់បងប្អូនដែលមានតម្រូវការបងប្អូនអាចតាក់ទងមកបានណាតាមរយៈលេខទូរស័ព្ទនៅលើវីដេអូបាទអរគុណ